អ្នកសិមរៀបផាយស្គាល់ហើយហាងមច្ឆានេះហ៎ព្រោះកន្លែងនេះមិនត្រឹមតែមានមច្ឆាឆ្ងាញ់ច្រើនជម្រើសហើយកន្លែងថតរូបក៏ស្អាតទៀតមែនអត់មើលតែ model ខ្ញុំនៅក្នុងវីដេអូឯងដឹងហើយស្អាតប៉ុណ្ណេះហ៎វ៉ាវនិយាយទៅបាន model ខ្ជូតថតមិនក៏ខ្ជូតដែរបន្ទាប់ពី model បងអូនស្រីឥឡូវមកជួបជាមួយនឹង model បងស្រីម្ដង camera woman តែគេខ្លះដូចខ្ញុំនិយាយទៅឲ្យបានទៅណាជួយចិត្តធ្វើ camera woman ឯគេនិយាយទៅខ្លួនឯងចង់បានរូបស្អាតក៏ចង់ថតឲ្យគេនឹងបានរូបស្អាតទៅផ្ទះវិញដែរតែថ្ងៃនេះខ្ញុំអត់សូវមានវីដេអូនិយាយទៅខ្ញុំមានតែរូបស្លឹកភាគច្រើនរូបស្លឹកខ្ញុំថតឃើញស្អាតជាងថ្ងៃហ្នឹងសរសើរខ្លួនឯងមួយទៅព្រោះដឹងថាអត់មានអ្នកសរសើរដែរឥឡូវមកដល់វគ្គរូបស្លឹកហើយមើលស្នាដៃប្អូនខ្ញុំរ៉េតអីមែនដែរសារប្អូនខ្ញុំក៏អ្នកថតឲ្យខ្ញុំអញ្ចឹងណាដល់ពេលអញ្ចឹងមិនដឹងថាប្អូនខ្ញុំទៅហូចជំនាញហ្មងជា model ក៏បានជា camera woman ក៏បានសារទៅលើក្រោយដល់គាត់ថតឲ្យស្អាតទៀតហើយអញនិយាយលេងសើចអីអ្នកមើលហ្នឹងឃើញតែស្អាតមែនអត់ខ្ញុំស៊ូមែនណាលេងសើចអីថ្ងៃហ្នឹងមកធ្វើវីដេអូគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាចង់ញ៉ាំមច្ឆាឆ្ងាញ់មានច្រើនជម្រើសអ្នកទាំងអស់គ្នាអាចទៅរកនៅ Marigo បាននិយាយទៅមច្ឆាគេមានច្រើនជម្រើសមែនតើបើអ្នកទាំងអស់គ្នាដឹងថារើសមួយណាអីអញ្ចឹងអ្នកទាំងអស់គ្នាអាចសួរអូនធ្វើការនៅនឹងបាននិយាយទៅគាត់ recommend ត្រូវចិត្តតែម្ដងហើយបន្ទាប់ពីកំងមច្ឆាហើយអ្នកទាំងអស់គ្នាអាចថតរូបលេងបានទាំងក្នុងទាំងក្រៅនិយាយទៅទីកន្លែងថតគឺច្រើនមែនតើអូភ្លេចប្រាប់នេះម៉ួយថ្មីទុំហៅបានមកផឹកមច្ឆាជុំគ្នាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអាចទស្សនារូបបានក៏ដូចជាមើលប្លង់ក្នុងការថតអីអញ្ចឹងណាអញ្ចឹងចុងសប្តាហ៍ភ្លេចទៅសាកទាំងអស់គ្នាណាទាន់គេអត់ទាន់រើអា decoration គ្រឹះស្មាក់នឹងចំណេញមែនតើបាយបាយជួបគ្នានៅវីដេអូក្រោយទៀត